Vàសម្រាប់ខ្ញុំហើយអ្នកបងប្អូនដែលកសិកម្មធ្វើកសិកម្មចិញ្ចឹមសត្វអីខ្ញុំចង់ណែនាំឲ្យដាំស្មៅបារាំងស្មៅនាពីហើយស្មៅផ្អែមវាមានវីតាមីនច្រើនសម្រាប់សត្វទូទៅនិយាយរួមទៅរយៈកាលយើងដាំគឺវាមួយខែវាផុតក្បាលយើងដូចរូបភាពឃើញជាក់ស្ដែងហើយមួយទៀតការចំដែលយើងសេវចំណីនេះយើងប្រើចំណីធម្មជាតិហើយវាស្មៅហ្នឹងគឺវាត្រូវច្រើនវាត្រូវមន់ជ្រូកទាចង្ងានជ្រូកកណ្ដុរពពែអីចឹងទៅច្រើនជាងដូចសពថ្ងៃគឺខ្ញុំប្រើស្មៅហ្នឹងលាយជាមួយនឹងដើមចេកជាមួយនឹងបន្លែជុំវិញផ្ទះហ្នឹងហើយយើងបបរហើយណាមួយជ្រូកកណ្ដុរគឺវាស៊ីស្រួលដែរវាអត់មានសូវចំណាយប្រាក់ច្រើនភាសាវាចូលចិត្តបែបមកអាហារធម្មជាតិអញ្ចឹងគឺយើងចំសត្វវាយើងផ្គត់ផ្គង់ចំណីបានច្រើនគឺវាចំណេញហើយបងប្អូនមើលស៊ីអត់មានចាញ់ជ្រូកខ្មែរភាសាវានិយាយរួមយើងងាយជ្រូកគឺស្រួលចិញ្ចឹមមែនតើជុំវិញយើងដាំដលងយើងដាំតែអីទៅដលងមីឬក៏ស្មៅឬក៏ដើមឈើណាដែលវាអាចថាដើមគេហៅថាដើមដលងអីស្អីអីនេះអាយដលងដើមប្រភេទឲ្យតែប្រភេទជារុក្ខជាតិបៃតងឲ្យតែសត្វស៊ីបានហ្នឹងវាអែមមែនតើចឹងមើលរូបភាពជាក់ស្ដែងស៊ីការខ្ញុំយកមកដំបងគឺស្លេកឆ្លាំងមែនតើដល់ពេលមកដល់នេះគឺយើងមានចំណីបោទៅក៏វាស៊ីទៅក៏ឡើងសាច់លឿនហើយពួកនេះស្រួលចិញ្ចឹមអ្នកនៅផ្ទះទនេអត់កាបាទសម្រាប់ខ្ញុំហើយអ្នកបងប្អូនដែលកសិកម្មធ្វើកសិកម្មចិញ្ចឹមសត្វអីខ្ញុំចង់ណែនាំឲ្យដាំស្មៅបារាំងស្មៅនាពីហើយស្មៅផ្អែមវាមានវីតាមីនច្រើនសម្រាប់សត្វទូទៅនិយាយរួមទៅរយៈកាលយើងដាំគឺវាមួយខែវាផុតក្បាលយើងដូចរូបភាពឃើញជាក់ស្ដែងហើយមួយទៀតការចំដែលយើងសេវចំណីនេះយើងប្រើចំណីធម្មជាតិហើយវាស្មៅហ្នឹងគឺវាត្រូវច្រើនវាត្រូវមន់ជ្រូកទាចង្ងានជ្រូកកណ្ដុរពពែអីចឹងទៅច្រើនជាងដូចសពថ្ងៃគឺខ្ញុំប្រើស្មៅហ្នឹងលាយជាមួយនឹងដើមចេកជាមួយនឹងបន្លែជុំវិញផ្ទះហ្នឹងហើយយើងបបរហើយណាមួយជ្រូកកណ្ដុរគឺវាស៊ីស្រួលដែរវាអត់មានសូវ